ថ្ងៃនេះចង់មកណែនាំក្រុមហ៊ុនដែលមានបទពិសោធន៍ចំនួន4សម្រាប់បងដែលចង់ដាក់ពាក្យទៅរស់នៅអាមេរិកជាអចិន្ត្រៃយ៍តាមរយៈកម្មវិធី EB3 Visa ក្រុមហ៊ុនទី1គឺក្រុមហ៊ុន Stockton Trailer គឺជាក្រុមហ៊ុនដែលយើងរើសនិងមានបងប្អូនខ្មែរយើងដាក់ច្រើនជាងគេក្រុមហ៊ុន Stockton Trailer គឺគេជ្រើសរើសមកតំណែងប្រភេទ assembler ប្រភេទតឡាងរថយន្តណានៅទីនេះគឺជារោងចក្រប្រភេទតឡាងកតុយកុងតឺន័រប្រាក់ខែរបស់គេគឺ$18ក្នុង1ម៉ោងហើយយើងអាចធ្វើការថែមម៉ោងចន្លោះ10ទៅ20ម៉ោងថែមទៀតក្នុងមួយសប្តាហ៍ Stockton Trailer គឺជាក្រុមហ៊ុនមួយដែលមានបទពិសោធន៍ជាមួយកម្មវិធី EB3 យូរមកហើយនឹងមានអ្នកជាប់ជាច្រើនទៅដែរចំណែកឯក្រុមហ៊ុនទី2គឺក្រុមហ៊ុន LGS Staffing ដែលមានទីតាំងនៅពីររដ្ឋបងប្អូនអរនេះគឺនៅរដ្ឋ California ជាមួយនឹងរដ្ឋ Pennsylvania នៅពីទីតាំងនេះគឺជាប្រភេទរោងចក្រworkshop ហើយមុខតំណែងរបស់យើងគឺ helper production worker គឺយើងធ្វើការនៅក្នុងរោងចក្រហ្នឹងសម្រាប់ប្រាក់ខែគឺ$34,000ក្នុងមួយឆ្នាំនៅក្នុងរដ្ឋទាំងពីរហ្នឹងក្រុមហ៊ុននេះក៏មានបទពិសោធន៍ជាមួយនឹងកម្មវិធី EB3 រួចរាល់ហើយដែរសម្រាប់ក្រុមហ៊ុនទី3គឺរោងចក្រផលិតកាណាត់ដែលឈ្មោះថា Hambridge មានទីតាំងនៅ South Carolina ប្រាក់ម៉ោងគឺចំនួន$12ក្នុងមួយម៉ោងក្រុមហ៊ុននេះមានបទពិសោធន៍ជាមួយនឹងកម្មវិធី EB3 Visa ជាយូរមកហើយតាំងពីឆ្នាំ2018មកម្លេះជុំនេះជាជុំទី3ហើយដែលក្រុមហ៊ុននេះជ្រើសរើសក្រុមហ៊ុននេះគឺមានមុខតំណែងជា helper production worker ធ្វើការនៅក្នុងរោងចក្រហ្នឹងក្រុមហ៊ុនចុងក្រោយគឺក្រុមហ៊ុនទី4ឈ្មោះថា Amazon មុខតំណែងនៅទីនេះគឺគេជ្រើសរើសការងារប្រភេទ van driver គឺអ្នកដឹកជញ្ជូនអីវ៉ាន់បងភាគច្រើនប្រហែលជាអាចនឹងស្គាល់ក្រុមហ៊ុន Amazon នេះហើយដែលជាក្រុមហ៊ុន e-commerce ដ៏ធំរបស់សហរដ្ឋអាមេរិកនៅ Amazon គឺគេផ្ដល់ប្រាក់ខែខ្ពស់គឺ$20កន្លះក្នុងមួយម៉ោងហើយសម្រាប់ក្រុមហ៊ុន Amazon នេះដែរមិនទាន់មានបទពិសោធន៍ជាមួយកម្មវិធី EB3 នៅឡើយទេតែជាក្រុមហ៊ុនមួយធំដែលបងអាចធ្វើការទុកចិត្តបានទីតាំងនៅឯរដ្ឋ South Carolina ដែរនៅក្រុមហ៊ុន Visa Hub គឺយើងព្យាយាមជ្រើសរើសនឹងដៃគូជាមួយក្រុមហ៊ុន employer ដែលជាអ្នកធានាបងតែក្រុមហ៊ុនដែលមានបទពិសោធន៍ជាមួយកម្មវិធី EB3 Visa ប៉ុណ្ណោះគោលបំណងគឺធ្វើឲ្យភាគរយនៃការជាប់និងភាគរយនៃភាពជោគជ័យរបស់ application ម្នាក់របស់បងទាំងអស់គ្នាគឺមានភាគរយខ្ពស់អញ្ចឹងសម្រាប់បងដែលចង់បានជ្រើសរើសក្រុមហ៊ុនដែលមានបទពិសោធន៍មួយកម្មវិធី EB3 Visa Hub អាចធ្វើការតាក់ទងមកក្រុមហ៊ុនយើងបានជាពិសេសទៅទៀតនោះនៅ Visa Hub គឺយើងមានការបង់ប្រាក់ពិសេសសម្រាប់បងដែលធ្លាប់ស្វែងយល់ពីកម្មវិធី EB3 Visa ឬក៏មានគោលបំណងនៅក្នុងការដាក់ពាក្យប៉ុន្តែបងខ្វះលទ្ធភាពនៅក្នុងការចាប់ផ្ដើមអាចធ្វើការទំនាក់ទំនងប្រឹក្សាជាមួយយើងខ្ញុំបានដែលបងយើងអាចនឹងអនុញ្ញាតឲ្យបងទាំងអស់គ្នាធ្វើការបង់ត្រឹមចន្លោះ$400ទៅ$500គឺអាចចាប់ផ្ដើមបានតែមិនចាំបាច់មានលុយជាដុំ